មីងខ្ញុំជាអ្នកឈប់ពាក្យជំនុំគ្រួសារលោកហើយមិនបានខ្ញុំត្រូវមករៀបការនៅភូមិយាយជំនួសឯងវិញតែឯងគឺជាកូនចំគ្រួសារជាបានយកឯងមកចំដើមឡើយឯងនៅទីនោះគឺដើម្បីតែការពារនិងផ្លាស់ប្ដូរវាសនារបស់ខ្ញុំហើយឯងគិតថាឯងនៅទីនោះដើម្បីតែសប្បាយចិត្តមែនបើសិនបើលោកតាមិនបាននិយាយថាពីពីពាក្យជាមួយនឹងយាយឈុននេះមិនអាចលុបចោលបានទេឯងគិតថាឯងនៅជាមួយនឹងគ្រួសារយាយរបស់យើងបានទេកូនប្រសាស្រីកូនប្រសាស្រីអូនស្រីល្អចាប់ពីពេលនេះតទៅឯងគ្មានអីពាក់ព័ន្ធជាមួយនឹងគ្រួសារយាយទេហើយឯងគួរតែរស់នៅភូមិយាយរងទុក្ខវេទនានេះចឹងណាบ๊ายบายតែបំផុតខ្ញុំមានសេរីភាពហើយឯងគឺជាយាយនឹងត្រូវអត់ខ្ញុំគឺជាម៉ាក់ក្មេករបស់ឯងកូនប្រុសរបស់ម៉ាក់អាចធ្វើការនៅនោះអញ្ចឹងឯងម៉ាក់មកតែព្រោះឯងជំនួសទៅតែគ្រូសាម៉ាក់មិនសូវទូទាទេណាឯងក៏ប្រកាន់ឯងឥឡូវហ្នឹងឯងខ្ញុំបានរៀបការចូលគ្រួសារនេះហើយអញ្ចឹងឯងពួកយើងគឺជាគ្រួសារតែមួយមិនថាជីវិតពិបាកប៉ុណ្ណាដរាបណាពួកយើងគិតខំធ្វើការយើងប្រកាសជាធ្វើឲ្យជីវិតនេះកាន់តែប្រសើរឡើងហើយល្អអញ្ចឹងគួរឲ្យជួបម៉ាក់ក្មេងដែលបងប្អូនទាំងគ្នាបានដឹងអញ្ចឹងវិជាភូមិជោគលាបគឺជាវិជាមួយដែលជ្រើសរើសទីតាំងជ្រើសរើសពេលវេលាជ្រើសរើសទៅដែលបង្កើនទៅដោយធម្មពលជ័យជំនះសំណាងល្អនិងសុភមង្គលតែងដីឬក៏សាងសង់ផ្ទះជ្រើសរើសយកទីតាំងទិសនិងថ្ងៃម៉ោងដែលគេចាត់ទុកថាល្អបើកអាជីវកម្មជ្រើសរើសយកទីតាំងដែលល្អនិងថ្ងៃដែលល្អសម្រាប់បើកដំណើរការចាប់ផ្ដើមចូលរៀននៅថ្ងៃទី21 22ខែកុម្ភៈឆ្នាំ2026ព័ត៌មានបន្ថែមក៏ដូចជាការចុះឈ្មោះបងប្អូនទាំងគ្នាអាចទាក់ទងមកខាងសាកលវិទ្យាល័យហុងស៊ុយតាមរយៈ Facebook Page ហ្វុងស៊ុយ University ឬក៏ Dr. Hong ហ្វុងស៊ុយនៅតាមរយៈលេខទូរស័ព្ទ087 98 64 64 089 91 99 94 បងរៀនដែលមានវិជ្ជាជីវៈនិងជំនាញច្បាស់លាស់ក៏ដូចជាមានបទពិសោធន៍ច្រើនឆ្នាំផងដែរខ្ញុំសូមតបនឹងខ្ញុំបានទទួលនាងហើយនេះគឺជាគ្រាន់តែខ្ញុំបានវិទ្យាជំនាញប្រសិនបើនាងពេញចិត្តទេខ្ញុំទៅបាប់ផ្សេងឲ្យណាទោះបីជាវាជាដៃអាចារ្យក៏ដោយក៏ខ្ញុំធ្វើដូចជាចូលចិត្តវាទៅពីព្រោះគេខំមានទឹកចិត្តល្អហាគឺជាមាសនឹងត្បូងមិនក៏មានច្រើនម៉េចឯងថាក្មេងស្រីនៅទីក្រុងគេមិនចូលចិត្តមាសនឹងត្បូងទេឯងនឹងរឿងណាអត់ទេម៉ែហ្នឹងរងរងមិនយកពីក្មេងស្រីទេហ៊ីយ៉ាម៉ាក់ក៏បានរៀបចំកាដូបបកាជុកមួយសម្រាប់ឯងដែរនេះណែពាក់តកូន10ការ៉ាត់បាច់តបផ្កាឈូកគ្រួសារយើងពិតជាធ្វើស្រែចម្ការមែនណាគ្រួសារយើងក្រីក្រតចំនួនណៃនេះត្រូវបានគេហៅថាក្រីក្រម៉ែចុះដេកស្រែរបស់យើងប៉ុណ្ណាទៅអូមកពីកន្លែងដែលកូនបានមកហើយនឹងពីភូមិដែលកូនបានឃើញនៅលើក្នុងខាងក្រោយហ្នឹងណាអ្វីទាំងអស់ហ្នឹងគឺត្រូវបានចូលកិច្ចសន្យាដែលកូនប្រើរបស់ម៉ែគឺច្រើនខ្លាំងហ៎ម៉ែចូលនៅក្នុងមួយឆ្នាំពួកយើងរលុយបានមែនទៅតែនេះបងឲ្យអូនលុយបបងកន្លះនៅក្នុងនឹងភូមិបងមានស្ថានភាពក្រីក្រមកដូចអូននៅទីក្រុងទេអញ្ចឹងអូនចង់ទីអីក៏ទិញទៅនេះនៅក្នុងរឿងប្រទេសប្រពន្ធនេះហ่าប្រពន្ធត្រូវតែជាអ្នកគ្រប់គ្រងលុយកាក់ឲ្យដោយតែម៉ាក់ពីមុនអញ្ចឹងម៉ាក់ឯអ្នកកាន់លុយទាំងអស់បើឪពុករបស់គេដែរហ្នឹងណាអ្នកណាថាទីនេះគឺជាកន្លែងលំបាកនិងទុកវេទនាតាមពិតទៅនេះគឺជាឋានសួគ៌នៃសុភមង្គលច្បាស់ណាស់ឱកាសពិសេសបានមកដល់ហើយសាកលវិទ្យាល័យហុងស៊ុយបានបើកវគ្គសិក្សាជ័យភូមិជោគលាភចាប់ផ្ដើមចូលរៀននៅថ្ងៃទី21 22ខែកុម្ភៈឆ្នាំ2026នេះឆាប់រួចឡើងកុំឲ្យឱកាសនេះកន្លងផុតឲ្យសោះ